បាទសួស្តីទាំងអស់គ្នាអញ្ចឹងនៅវីដេអូព្រឹកនេះខ្ញុំចង់អាប់ដេតនៅព័ត៌មានមួយចំនួនដែលមានពាក់ព័ន្ធជាមួយនឹងសង្គ្រាមរវាងកម្ពុជាហើយនិងថៃបាទអញ្ចឹងនៅក្នុងព្រឹកនេះសម្ដេចគាត់បានចេញសារមួយនៅលើ Facebook ផ្ទាល់របស់សម្ដេចគឺគាត់បានមានប្រសាសន៍ថាក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទជប់បាញ់នឹងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាពងាកមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះបាទអញ្ចឹងបើតាមសាររបស់សម្ដេចគឺកម្ពុជាយើងចាប់ផ្ដើមតបតទៅកាន់ភាគីសៀមវិញហើយបាទដោយសារការអត់ធ្មត់នោះគឺវាលើស24ម៉ោងទៅហើយមួយទៀតគឺតបតកម្រិតណាគឺសម្ដេចអត់បានបញ្ជាក់ទេតើយើងមានការប្រើប្រាស់អាវុធធុនធ្ងន់ហើយឬនៅគឺក៏អត់មានបញ្ជាក់ដែរបាទអញ្ចឹងគាត់បានបន្ថែមទៀតថាតាមនាយករដ្ឋមន្ត្រីថៃអនុទានហ្នឹងគេបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនោះនៅត្រង់ណាទេដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទបាទអញ្ចឹងសម្ដេចក៏បានបញ្ជាក់ហើយគឺយើងមានអាវុធគ្រប់គ្រាន់ណាឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងពួកយើងហើយពួកគេមិនអាចទូលានដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនមែនប៉ាន់ដែកដែរបាទអញ្ចឹងកន្លែងនេះគឺសម្ដេចក៏ចង់សម្ដៅថាការវាយលុកចូលលានដ្ឋានរបស់កម្ពុជាយើងគឺត្រូវការតបថ្មើរជើងដើម្បីរុលមកណាអញ្ចឹងទោះបីជាមានការគ្រប់គ្រងពីអាកាសដោយយន្តហោះ F16 ឬក៏ Griffin ហើយនឹងកំភ្លើងធំយ៉ាងណាក៏ដោយក៏គេត្រូវការតបថ្មើរជើងដើម្បីយកមកកាន់កាប់ទីតាំងណាអញ្ចឹងបើសិនជាអត់មានតបថ្មើរជើងវាយចូលមកទេគឺការវាយប្រហារទាំងអស់នោះគឺគ្រាន់តែបន្លាទាហានកម្ពុជាយើងតែប៉ុណ្ណោះហ្នឹងបើតាមប្រសាសន៍សម្ដេចគាត់បានន័យបែបនេះអញ្ចឹងគឺថៃនឹងត្រូវរុលតបថ្មើរជើងដើម្បីចូលមកកាន់កាប់តំបន់ឬក៏ទីតាំងរបស់កម្ពុជាយើងបាទអញ្ចឹងស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់បាទអញ្ចឹងកន្លែងនេះគឺយើងនឹងអាចប្រើ BM21 ដើម្បីទប់ទល់នៅពេលដែលតបថ្មើរជើងវាចូលមកណាអញ្ចឹងសម្រាប់មេតបថៃប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងបាទអញ្ចឹងកន្លែងនេះគឺខាងថៃហ្នឹងគេប្រកាសកំទេចបាទណាកម្លាំងការពារជាតិរបស់កម្ពុជាណាបាទគឺដូចជារុស្ស៊ីប្រកាសវាយអ៊ុយក្រែនចឹងដែរគឺគេថាគេនឹងរំលាយសមត្ថភាពយោធារបស់ប្រទេសអ៊ុយក្រែនដើម្បីកុំឲ្យមានផលលំបាកឬក៏អសន្តិសុខដល់ប្រទេសរុស្ស៊ីបាទគឺកន្លែងនេះមេតបថៃហ្នឹងគេនិយាយដូចគ្នាណាបាទសម្ដីឆ្លោះមែនតើបាទអញ្ចឹងសម្ដេចបន្ថែមទៀតថាសម្ដីមេតបខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតបាទអញ្ចឹងគាត់ចង់ថាថាវជាងអាមេរិកឬក៏រុស្ស៊ីទៅទៀតណាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេបាទអញ្ចឹងគឺសម្ដេចគាត់ប្រាប់ហើយគឺប្រជាជនកម្ពុជាទាំងអស់ក៏គ្រប់គ្រងសម្ដេចដែរបាទចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបដើម្បីការពារខ្លួនការពីខែកក្កដាពួកគេចោទយើងថាលមោសង្គ្រាមពេលយើងអត់ធ្មត់គ្រប់បទជប់បាញ់និងដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីយកនៅសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតដើម្បីការពារទឹកដីយើងបាទអញ្ចឹងចំណុចចុងក្រោយនេះគឺសម្ដេចចង់និយាយទៅលើខាងបពប្រឆាំងនៅក្រៅប្រទេសបាទអញ្ចឹងនៅព្រឹកនេះគឺបើយើងមើលតាមសារសម្ដេចគឺកម្ពុជាយើងគឺបានចាប់ផ្ដើមធ្វើការវាយតបតទៅវិញហើយបាទអញ្ចឹង
ព័ត៌មានបន្ទាប់មួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងយោធាថៃដែលធ្វើសកម្មភាពបាញ់ប្រហាររហូតដល់ដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រភូមិភាគ5ស្ថិតនៅក្នុងខេត្តវាលវែងខេត្តពោធិ៍សាត់សំទោសស្រុកវាលវែងខេត្តពោធិ៍សាត់ណាបាទអញ្ចឹងតាមក្រសួងគឺថាថៃអត់មានបានឲ្យទាហានយើងអាចសម្រាកទេគឺគេបាញ់តាំងពីម៉ោង4រហូតដល់ម៉ោង5ហើយម៉ោង5រហូតដល់ម៉ោង6នេះទៀតអញ្ចឹងគេប្រើប្រាស់កំភ្លើងដោយប្រើកំភ្លើងប្រភេទគ្រាប់105មីលីម៉ែត្របាទមកលើទីតាំងអូភ្លុកដំរីហើយគិតត្រឹមម៉ោងនេះថៃនៅតែបន្តបាញ់នៅឡើយទេបាទអញ្ចឹងហ៊ានរបស់យើងនៅជួរមុខពួកគាត់គឺពិតជាទទួលការលំបាកមែនទែនបាទទី3នោះគឺខ្លីៗទេគឺពាក់ព័ន្ធជាមួយនឹងប្រមុខអគ្គលេខាធិការអង្គការសហប្រជាជាតិហ្នឹងគឺគាត់បានជំរុញឲ្យកម្ពុជានិងថៃអត់ធ្មត់និងសន្ទនាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនបាទនិយាយទៅខាងអង្គការសហប្រជាជាតិនេះគឺគាត់តាំងពីកម្ពុជាមានជម្លោះជាមួយថៃមកគឺគាត់និយាយបានតែពាក្យ3ម៉ាត់ហ្នឹងទេបាទគឺអត់ធ្មត់សន្ទនាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីទាំងដែលកម្ពុជាយើងនេះបាទគឺអត់ធ្មត់លន់តួបាទសុំចរចាដើម្បីសន្តិភាពហ្នឹងគឺកម្ពុជាយើងធ្វើអស់ហើយចុងក្រោយគឺគេនៅតែនិយាយពាក្យ3ម៉ាត់ហ្នឹងមកដដែលបាទអញ្ចឹងយើងមើលទៅលើកន្លែងនេះគឺបញ្ជាក់ថាសហគមន៍អន្តរជាតិគេមិនចុចថាអ្នកណាត្រូវអ្នកណាខុសទេបាទអញ្ចឹងគឺគេនិយាយគ្រាន់តែជាចំហកណ្ដាលបាទអញ្ចឹងអ្នកណាខ្លាំងគឺនៅតែឈ្នះអញ្ចឹងដែរណាអញ្ចឹងកម្ពុជាយើងគឺត្រូវតែរួមគ្នាជាធ្លុងមួយដើម្បីការពារទឹកដីរបស់យើងបាទអញ្ចឹងគ្មានបរទេសណាដែលគេមកជួយយើងទេបើសិនជាយើងមិនអាចគ្រប់គ្រងឬក៏ការពារទឹកដីរបស់យើងបានណាបាទអញ្ចឹងមកតាមសម្ដីរបស់គាត់នេះគឺគ្រាន់តែនិយាយជាលក្ខណៈការទូតឲ្យខាងកម្ពុជានិងថៃតែប៉ុណ្ណោះក៏ប៉ុន្តែពុំមានដាក់កំហិតទៅខាងភាគីណាមួយដែលជាជនបង្កឬជនរងគ្រោះហ្នឹងគឺគាត់អត់បញ្ជាក់ទេបាទអញ្ចឹងប្រមុខអង្គការសហប្រជាជាតិនេះគឺគាត់តែងតែនិយាយបែបនេះនៅគ្រប់ចំនួនទាំងអស់នៅជុំវិញពិភពលោកមិនថាចំនួនរុស្ស៊ីអ៊ុយក្រែនឬក៏អ៊ីស្រាអែលជាមួយនឹងប៉ាឡេស្ទីនទេបាទអញ្ចឹងវាជាចំណុចមួយដែលជាកំសោយរបស់អង្គការសហប្រជាជាតិនៅក្នុងពេលសប្តាហ៍ថ្ងៃនេះបាទហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងសារព័ត៌មានដែលគេចុះផ្សាយពីការលើកឡើងរបស់លោកដូណាល់ត្រាំពាក់ព័ន្ធជាមួយនឹងការឲ្យកម្ពុជានិងថៃគឺបន្តការអត់ធ្មត់ដើម្បីគោរពនៅបទជបាញ់អញ្ចឹងបើតាមការនិយាយរបស់លោកត្រាំនៅក្នុងសន្ទរកថារបស់គាត់មិនតិចហ្នឹងគឺគាត់ឲ្យកម្ពុជានិងថៃហ្នឹងគឺគោរពបទជបាញ់ឡើងវិញទាំងដែលកម្ពុជាមិនដែលបានបំពេញសំបីទៅលើរឿងអីទាំងអស់ណាឃើញទេបាទឥឡូវគាត់ឲ្យយើងទាំងពីរនាក់ហ្នឹងគ្រប់បាត់ជប់បាញ់ទៅវិញទាំងដែលភាគីថៃជាអ្នកចាប់ផ្ដើមមុនទាំងអស់បាទអញ្ចឹងនៅខាងភាគីថៃគេបានរៀបចំសេណារីយ៉ូបានថាគេទៅសេរឿងឡើងមករៀបចំរួចហើយបាទអញ្ចឹងនៅទៅកម្ពុជាយើងដែលជាជនរងគ្រោះនេះគឺអត់ទាន់មានការរៀបចំដើម្បីទប់ទល់ជាមួយនឹងអំពើដ៏ស្មោកគ្រោករបស់ពួកថៃនេះនៅឡើយទេបាទអញ្ចឹងមើលទៅស្ថានភាពរបស់យើងប្រហែលជានឹងត្រូវមានសង្គ្រាមនេះរយៈពេលយូរបាទអញ្ចឹងប្រហែលជាអាចលើសពីពេលវាយគ្នាលើកមុនណាបាទអញ្ចឹងប្រជាជនយើងត្រូវតែចូលរួមលើកទឹកចិត្តហើយនឹងគ្រប់គ្រងទៅលើរាជរដ្ឋាភិបាលហើយនឹងកងទ័ពរបស់ប្រជាជនយើងជាជនខ្មែរយើងណាអញ្ចឹងកន្លែងនេះគឺជាពេលលំបាករបស់ប្រទេសកម្ពុជាយើងម្ដងទៀតហើយអញ្ចឹងខ្ញុំអានព័ត៌មានព្រឹកនេះគឺពិតជាសង្រេងប្រទេសកម្ពុជាយើងមែនទែនបាទអញ្ចឹងព្រឹកនេះខ្ញុំមានតែប៉ុណ្្នេះទេបាទអញ្ចឹងអរគុណទាំងអស់គ្នា